បាទសួស្តីបងប្អូនថ្នាក់ទី11ណាអញ្ចឹងគឺថ្ងៃនេះគឺលោកគ្រូមកដោះស្រាយលំហាត់មួយដើម្បីយើងរៀនប្រឡងណាបាទអញ្ចឹងគឺដោះស្រាយសមីការគឺ9ស្វ័យគុណ x ដក2ស្មើនឹង1លើ3ស្វ័យគុណ2ដក 4x ណាយើងដោះស្រាយយ៉ាងម៉េចអូនដាក់ចម្លើយមកបាទគឺដោះស្រាយសមីការអញ្ចឹងគឺ9ស្វ័យគុណ x ដក2ស្មើនឹង1លើ3ស្វ័យគុណ2ដក 4x អញ្ចឹងនេះយើងទៅសេច្រឡំប្រធានឲ្យត្រូវណាបាទយើងមើលត្រូវគ្នាហើយអញ្ចឹងអូនប្រឡងគឺក្នុងការច្រឡំប្រធានអូនត្រូវប្រយ័ត្នប្រយែងមកណាហើយមើលវាច្បាស់លាស់កុំឲ្យយើងច្រឡំខុសធ្វើទៅវាខុសតែម្ដងបាទអញ្ចឹងយើងឃើញថាក្នុងការដោះស្រាយសមីការនេះគឺវាជាសមីការ exponential បងប្អូនណាបាទអញ្ចឹងបងប្អូនត្រូវបំលែងឲ្យបានគោលវាដូចគ្នាអានេះ3ណាអានេះ9ណាអញ្ចឹងគឺបងប្អូនអាចសេរីឲ្យលេខ9ទៅជាលេខ3អញ្ចឹងដោយសារយើងដឹងថា9វាស្មើ3ក្រេណានេះអញ្ចឹងគឺលេខ9គឺដូរទៅជា3ក្រេដល់អានេះវានៅភាគបែកនេះយើងត្រូវការនៅភាគយកអញ្ចឹងគឺអូនត្រូវប្រើរមុននេះ1លើ a សេគុណ n អូនលើកទៅលើយើងបាន a សេគុណដល់ n អញ្ចឹងលេខ3នេះពេលអូនលើកទៅលើណាគឺយើងបាន3សេគុណដល់1លេខ1នេះយើងបាច់គិតទេណាបាទយើងលើកទៅលេខ3ឡើងលើទៅយើងបាន3សេគុណដល់1លើកជាស្វ័យគុណ2ដក 4x បាទអញ្ចឹងគឺបែបហ្នឹងណាហើយបន្តមកទៀតនេះវាចូលរមុននេះអូននេះ a ស្វ័យគុណ m លើកជា n គឺស្មើ a ស្វ័យគុណ m គុណនឹង n អញ្ចឹងមានន័យថាអូនអាចយក2គុណនឹង x ដក2ឃើញទេនេះអញ្ចឹងគឺលោកគ្រូសរសេរទៅជា3ស្វ័យគុណ2គឺតែដក2ឃើញទេបាទអញ្ចឹងគឺបែបហ្នឹងចំពោះនៅអង្គទី2នេះឲ្យអង្គទី2ណាអង្គទី2នេះគឺបងអូនសរសេរបានទៅជា3ស្វ័យគុណដក1គុណនឹងនេះជាដាក់មុខកញ្ចក់មកណានេះអានេះបន្តអត់នេះអញ្ចឹងឥឡូវគ្រូសេមុខកញ្ចក់2ដក 4x ឃើញទេនេះ2ដក 4x នេះកន្លែងគ្រូចង្អុលណាគឺកន្លែងហ្នឹងបន្ទាប់មកគឺវាចូលរមុនមួយទៀតណានេះចូលរមុននេះអូននេះគឺ a ស្វ័យគុណ x ស្មើ a សេគុណការនាំឲ្យ x ស្មើការឃើញទេបាទអញ្ចឹងបានន័យថាកូនដូចគ្នាគេលុបកូនចោលអញ្ចឹងនេះលេខ3ដូចគ្នានេះចំណែកលុបលេខ3ចោលនៅសល់ស្វ័យគុណស្មើស្វ័យគុណអញ្ចឹងគឺនៅសល់2កតាដក2ស្មើនឹងដក1លេខ1គាត់សរសេរទេណាគឺដកកតា2ដក 4x ហើយជាជំហានបន្ទាប់គឺបងអូនត្រូវគុណពលានណានេះ2គុណនេះយើងបាន 2x 2គុណនឹងដក2យើងបានដក4ដកគុណនឹងអានេះបានន័យថាបូក2អញ្ចឹងដកគុណនឹង2យើងបានដក2ដកគុណដកបញ្ចេញបូកអញ្ចឹងបូក 4x បន្ទាប់មកគឺបងអូនត្រូវលើកតួណាដែលមានអញ្ញត្តិមកអង្គទី1តួណាអត់អញ្ញត្តិបោះទៅអង្គទី2អញ្ចឹងពេលវាឆ្លងកាត់សញ្ញាស្មើត្រូវដូរសញ្ញាអូនអញ្ចឹងអានេះ 2x នេះនៅដដែលនេះបូក 4x ឃើញទេអញ្ចឹងលោកគ្រូលើកមកបានដូរពីបូកទៅជាដក 4x ឃើញទេអូនបាទអានេះលេខដកព្រោះអត់អញ្ញត្តិបោះទៅអង្គទី2អញ្ចឹងដក4លើកមកបានបូក4អញ្ចឹងលេខបូកអូនបានស្អីទេហើយលេខដក2នៅដដែលបន្ទាប់មកអូនគណនាមកអានេះ2ដក4នេះសល់ដក 2x 4ដក2សល់2ហើយជិបអូនទាញរក x មកនេះចូល9នេះអូននេះគឺ a x ស្មើ b នាំឲ្យ x ស្មើ b លើ a ឃើញទេបាទអញ្ចឹងដល់ពេលអូនទាញរកទៅយើងបាន x របស់យើងគឺស្មើនឹង2លើដក2អញ្ចឹងណា2ចែក2គឺស្មើនឹង1សញ្ញាដកនៅដែរបានន័យថាបូកចែកដកចេញដកណាអញ្ចឹងគឺ x យើងស្មើដក1គឺដូច្នេះសមីការរបស់យើងគឺមានរឹសx ស្មើដក1បាទអញ្ចឹងលទ្ធផលយើងគឺប៉ុណ្្នឹងអូនណាហើយបងអូនយកទៅខិតខំធ្វើណាដើម្បីឲ្យយើងបានចេះហើយបើសិនជាអូនមើលម្ដងអត់ចេះយើងមើលម្ដងពីរដង3ដងទៅវាចេះហើយអូនណាឲ្យតែយើងមានការព្យាយាមវានឹងចេះអូនណាបាទអញ្ចឹងអរគុណច្រើនហើយកុំភ្លេចជួយ share ជួយ comment លោកគ្រូផងណាបាទអញ្ចឹងអរគុណច្រើនជម្រាបលា